សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្រៀនអំពីរបៀបធ្វើជ្រូកជើងទាជាដំបូងយើងត្រូវចិតសំបកក្រូចឆ្មាជាមុនសិនដើម្បីកុំឲ្យពេលយើងច្របាច់ក្រូចឆ្មាទៅដោយជាតិស្វីងនៅក្នុងទឹកក្រូចឆ្មាបន្ទាប់មកយើងធ្វើការហាន់ស្លឹកក្រូចសើចហាន់គល់ស្លឹកគ្រៃជាបន្ទះតូចៗនិងគ្រឿងផ្សំបន្ទាប់គឺរំដេងបន្ទាប់មកហាន់ខ្ទឹមសជាបន្ទះតូចៗអ្នកទាំងអស់គ្នាអាចបន្ថែមជាមួយនឹងម្ទេសបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តហឹរនិងច្បាច់យកទឹកក្រូចឆ្មាដើម្បីជាគ្រឿងផ្សំគោលក្នុងការធ្វើជ្រូកជើងទាបន្ទាប់មកយើងធ្វើការសម្អាតជើងទាអ្នកទាំងអស់គ្នាអាចកាប់នៅកន្លែងណាដែលអ្នកលក់តែគេធ្វើជើងទានឹងមិនស្អាតយើងអាចកាប់វាចេញបន្ទាប់ពីលាងជើងទាសម្អាតរួចរាល់ហើយអ្នកទាំងអស់គ្នាធ្វើការដាំទឹកដែលលាយជាមួយនឹងស្លឹកគ្រៃរំដេងក្រូចសើចហើយអ្នកទាំងអស់គ្នាយកទៅដាំទឹកឲ្យពុះដើម្បីធ្វើការស្រុះទៅលើជើងទានោះដោយធ្វើការស្រុះរយៈពេល5នាទីបន្ទាប់ពីស្រុះជើងទារយៈពេល5នាទីរួចរាល់ហើយយើងនឹងធ្វើការយកជើងទាដែលយើងស្រុះនោះយកទៅក្រាំជាមួយនឹងទឹកកកដើម្បីឲ្យជើងទានោះមានភាពស្រួយនិងឈ្ងុយឆ្ងាញ់បន្ទាប់ពីយើងស្រុះជើងទារយៈពេល5នាទីហើយយើងនឹងធ្វើការលាយទឹកជ្រលក់ទី1គឺខ្ទឹមសទឹកក្រូចឆ្មាស្ករសម្សៅស៊ុបប៊ីចេងហើយយើងធ្វើការកូរគ្រឿងដើម្បីឲ្យវាសព្វចូលគ្នាអ្នកទាំងអស់គ្នាអាចបន្ថែមជាមួយនឹងទឹកស្ពៃប៉ោះកងនិងទឹកត្រីចំនួន3ស្លាបព្រាបាយតបមកធ្វើការលាយគ្រឿងផ្សំដែលយើងបានហាន់ទុកនិងចាក់ទឹកត្រីដែលយើងបានលាយចូលគ្នាជាមួយនឹងជើងទាអ្នកទាំងអស់គ្នាអាចភ្លក់ប្រសិនបើមានរសជាតិសមល្មមឬប្រសិនបើមិនទាន់សមល្មមអ្នកទាំងអស់គ្នាអាចចាក់បន្ថែមទៅលើទឹកត្រីកោះកុងដែលយើងអាចទិញមកពីផ្សារឬក៏យើងអាចធ្វើផងដែរ